ភាពដឹងគុណពិតវាទល់តែយើងធ្វើអ្វីតបវិញដោយមិនចង់បានអីនឹងទៅជាការដឹងគុណពិតមែនទេមែនទេជូនបាយម៉ែអញកុំចេះកាន់ជើងមីនុសខ្ញុំបាយហាស៊ីរាល់ថ្ងៃឧទាហរណ៍អញ្ចឹងបើមិនចង់បានអីពីគាត់ក៏ចង់បានស្រឡាញ់ពីគាត់ទៀតណែអាហ្នឹងសិតតែដឹងអត់ស្មោះទេណាញាតិញោមទោះបីយើងមិនចង់បានអីចង់បានឲ្យគាត់ស្រឡាញ់យើងជាងគេទៀតអាហ្នឹងចាត់ក្នុងធម៌ហៅថាចាត់ចូលនៅក្នុងបិសនាវាទចូលក្នុងការញុះញង់ឃើញគាត់ទៅល្អខាងនោះជាងណែខ្ញុំឲ្យបាយរាល់ថ្ងៃខ្ញុំមានតែខ្ញុំឯងដឹងគុណមកឯងប៉ុន្តែអត់ចង់ឲ្យកាន់ជើងនាងប្អូននោះឯងរបៀបអញ្ចឹងក៏មិនមែនជារឿងដឹងគុណដែរទៅធ្វើយកមុខតាមែនទេមែនទេភាពដឹងគុណដ៏ពិតប្រាកដហ្នឹងគឺសំណោះដល់កម្លាំងគាត់ដែលខត់ខំបូជាមួយជីវិតរបស់គាត់ដើម្បីឲ្យយើងសិក្សារៀនសូត្រឲ្យយើងបានរស់ចិញ្ចឹមយើងបានធំអញ្ចឹងនៅពេលទៅដល់គាត់ឲ្យនេះក៏នោះអត់ទាំងចង់បានទេម៉ែទុកពិសាចុះខ្ញុំមានគ្រប់គ្រាន់ហើយវាអត់ចង់បានពីព្រោះដឹងតែគាត់ចាស់ហើយក៏អត់មានរកអីបានទៀតទេរឿងដែលត្រូវគឺយើងត្រូវទៅឧបត្ថម្ភគាត់នេះទៅជាការដឹងគុណពិតប្រាកដ